ចាសូមស្វាគមន៍មកកាន់ប្លុកអញ្ញៃរបស់គ្រួសារខ្ញុំទៀតហើយចាបើកវីដេអូមកគឺថាញ៉ាំហ្មងអត់មានអីក្រៅពីញ៉ាំហ្មងហើយចាំមើលបងណាថ្ងៃហ្នឹងខ្ញុំមកប្រាប់ពីមុខម្ហូបឆ្ងាញ់នៅក្នុងផ្សារលក្ខណៈជាផ្សាររាត្រីនៅក្នុងកោះនារីណាគូសុទ្ធតែអួយឆ្ងាញ់ខ្លាំងហ្មងហើយនិយាយពីស៊ុបស៊ីឈွန်ហ្នឹងណាខ្ញុំ recommend ឲ្យបងណាដែលគាត់អត់ចូលចិត្តរបៀបដូចគ្រឿងចិនរៀងដិតអីអូយស៊ុបស៊ីឈွန်ហ្នឹងគឺឆ្ងាញ់មែនតើហ្មងនិយាយពីថាឆ្ងាញ់គ្រប់មុខហ្មងតោះឥឡូវយើងដើរចូលផ្សារមើលទាំងអស់គ្នានិយាយទៅដំបូងមកគឺប្អូនស្រីខ្ញុំហ្នឹងគឺឃើញខ្ចៅខ្ចោកហ្នឹងគឺថាអូយចង់ញ៉ាំមកចេះចង់ញ៉ាំតោះដាក់មកឆុតមកអញ្ចឹងតែងខ្ចៅខ្យងបន្ទាប់ពីហ្នឹងហើយចាំមើលយើងដើរមើលទៀតតាមមានអីញ៉ាំទៀតហើយក្នុងផ្សារហ្នឹងគឺលក់ច្រើនណាបងអើយនិយាយទៅអ្នកចង់ស្គមអីកុំទៅបើអ្នកចង់ឡើងគីឡូអីចាំទៅព្រីខមមិនហ្មងអ្នកចង់ឡើងគីឡូអីទៅដល់ទៅនេះឲ្យហ្មងបងអើយហើយពីនំឈីរ៉ូនេះវិញក៏មិនណយដែរចាមកប្រអប់គេតែ$2តែច្រើនគួរសមញ៉ាំបានគ្នា2 3នាក់អីដែរឆ្ងាញ់នោះឆ្ងាញ់ហ្មងគេបំពងភ្លាមក្តៅគេជ្រលក់ជាមួយនឹងស្ករស៊ីណាម៉ុនអូយពេញមាត់ពេញបេះដូងហ្មងណានិយាយឆ្ងាញ់គ្រប់មុខហើយនំហ្នឹងគេបំពងក្តៅចឹងទៅគេជ្រលក់មួយអាស្ករនេះហើយបើសិនជាយើងចង់បន្ថែមសូកូឡាក៏បានដែរតែគាត់ថាសម្រាប់ខ្ញុំញ៉ាំមួយសូកូឡាហៀងតលន់តែគេទៅជ្រលក់ជាមួយនឹងអាស្ករស៊ីណាម៉ុនហ្នឹងល្មមមកឆ្ងាញ់ហ្មងពងក្តៅស្រួយចឹងមកអូយពីខំទឹកក្រោកហ្មងណាគាត់តែឃើញហ្នឹងក៏ហៀតែគាត់ដែរឆ្ងាញ់ណាស់ហើយចាំខ្ញុំប្រាប់ពីមុខម្ហូបឆ្ងាញ់ដែលបងគួរញ៉ាំនៅក្នុងផ្សារហ្នឹងហើយបើកូនបើខ្ញុំវិញនិយាយពីឆ្លាម៉ាមីហើយនៅថាហើយលើឲ្យកូនហើយលើហើយព្រោះគេលក់ដាច់យកចឹងទៅយើងចាំឡើងក្រួយគេ2នាក់អស់ចឹងចូលចាំរៀងយូរដែរតែមកបានហើយកូនខ្ញុំពីហើយនៅម៉ាមីហើយនៅលក់ទារហូតគេដឹងរបស់ឆ្ងាញ់គេអូដល់ចឹងទៅគេទារហូតណាម៉ែមុនកូនក្រោយស្ដាកូនម៉ាមីដាក់មុនសិនហើយនេះគេលក់ជាប្រភេទបុកល្ហុងសាច់អាំងពេលនោះដូចជាខ្ញុំទិញសាច់អាំងឲ្យចាមីគេចូលចិត្តញ៉ាំសាច់អាំងហ្នឹងណាចឹងក៏ទិញសាច់អាំងទៅបុកល្ហុងដល់ម៉ែនេះញ៉ាំអត់អស់ទេដូច្នេះទៅអត់ទិញទេចឹងដើរទៅមុខទៀតដើរទៅមុខឃើញតូបនេះគេលក់ជាប្រភេទដូចជាតកកឈូសហើយជាមួយនឹងលក្ខណៈទឹកក្រូចចំបាច់ឬក៏ជាប្រភេទផ្លែឈើដែលគេគៀបភ្លាមហ្មងក៏ជាតិដែរកែវតូច6000កែវធំ8000អញ្ចឹងយកកែវតូចមួយពេលហ្នឹងដូចជាទិញខូចចំបាច់ហើយកន្លែងនេះគេមានលក់ប្រភេទលក្ខណៈជាផ្លែឈើតែយើងជ្រលក់មួយស្ករលក្ខណៈផ្លែឈើនៅខាងក្នុងផ្អែមហើយស្ករនៅក្រៅស្រួយទៀតកាប់សេរីហ្មងមកបែកខាងនេះវិញបាយឆាប្រហិតឆឹងហើយនេះដល់វគ្គស៊ីឈរហ្នឹងហើយនិយាយពីតើឆ្ងាញ់ខ្លាំងមែនតើហ្មងដកចិត្តមិនរួចហ្មងចង់មកបងសែវចាំដល់ពេលបងមកសាកកន្លែងហ្នឹងឲ្យខ្ញុំទៅនេះឲ្យដល់ជាប់ចិត្តមកមិនប្រម៉ូទឲ្យគេណាតែឆ្ងាញ់មែនតើលើកណាក៏ខ្ញុំញ៉ាំដែរស៊ុបស៊ីឈွန်ហ្នឹងគឺឈ្ងុយហើយអត់មានរបៀបដូចវាដិតគ្រឿងខ្លាំងណាល្មមឆ្ងាញ់ហ្មងដល់របស់ឆ្ងាញ់ទៀតហើយដើរមកខាងនេះវិញម្ដងមកខាងនេះដូចជាមកទិញជាមួយនឹងទឹកទិញអីទុកញ៉ាំអញ្ចឹងណាបងបន្តមកទៀតដើរទៅទៀតហើយតើរកអីញ៉ាំទៀតយូរវាច្រើនមុខខ្លាំងហើយពេលខ្លះច្រើនពេកចឹងទៅអត់ដឹងញ៉ាំមួយណាចោលមួយណាទេវាតំណងពេកហើយពេលហ្នឹងដូចជាខ្ទង់ម៉ោង5ម៉ោង6ល្ងាចប៉ុន្តែមនុស្សច្រើនខ្លាំងណាមកយប់តិចទៀតមនុស្សច្រើនជាងហ្នឹងទៀតហើយគេមានលក់ច្រើនណាមានលក់លក្ខណៈជា accessory កាបូបខ្សែកខ្សែដៃអូយច្រើនកៅអៅក៏មានរបស់ញ៉ាំតែផ្សារហ្នឹងគេបដោតសំខាន់ទៅលើរបស់ញ៉ាំនេះដល់វគ្គមាន់ទៀតហើយកន្លែងនេះវិញក៏មិនណយដែរលក្ខណៈមាន់គេរបៀបដូចគេសុសគេដាក់ទឹកសុសប្រភេទមាន់ទឹកសុសលក្ខណៈបែបកូរ៉េលក្ខណៈជូរអែមហឹលអូយក៏ជាតិដែរឡៃហ្នឹងគេមានស្លាបគេមានលក្ខណៈសរសៃកែងស្រួយហើយជាមួយនឹងដូចជាភ្លៅមាន់ទៀតប៉ុន្តែពេលហ្នឹងដូចជាខ្ញុំយកសរសៃកែងលក្ខណៈឈប់ណាចឹងទៅប្រាប់គេចឹងទៅគេដាក់ឲ្យមកឈុតលក្ខណៈបែបជូរផ្អែមប្រៃអីចឹងទៅក៏ជាតិដែរគេដាក់ពងឲ្យយើងក្តៅគេក៏លុកគ្រឿងឲ្យយើងហ្មងក៏មើលក៏តំណងញ៉ាំដែរបងអូយ
vì cô nhómឆ្ងាញ់គ្រប់មុខស្អីក៏ញ៉ាំដែរស្អីក៏ញ៉ាំបានដែរហិលតិចក៏ញ៉ាំដែរឲ្យតែឆ្ងាញ់ប្រឡងពេលរងចាំយើងក៏បានទឹកអំពៅមួយកែវទៀតនិយាយទៅទិញរហូតឆ្ងាញ់រហូតឆ្ងាញ់គ្រប់មុខតែទៀតហើយតោះទៀតហើយតោះឲ្យញ៉ាំទៀតហើយនឹងទស្សនភាពនៅក្នុងសាលហ្នឹងគឺបែបហ្នឹងហ្នឹងបងប្អូនណាច្រើនតូចមែនតើហ្មងហើយគេមានកន្លែងទីធ្លាគេទលាយកន្លែងហ្នឹងសម្រាប់យើងអង្គុយញ៉ាំអីនេះកន្លែងនេះចឹងយើងអង្គុយញ៉ាំទៅហើយគេមានលក្ខណៈក្រុមតន្ត្រីគេប្រគំតន្ត្រីដល់ម៉ោងគេប្រគំឲ្យយើងស្ដាប់ចឹងណានិយាយទៅគឺអែមមួយយ៉ាងដែរបងប្អូនណាអ្នកច្បាប់អំពើមិនដឹងទៅណាអីអាចមកលេងនៅនឹងបានចិត្តផ្ទះទៀតស្រួល fresh ហ្មងប្រហែលចាក់ខ្ចាយសិនចាក់ខ្ចាយនេះមន់ហ្នឹងឯងបងប្អូនទាំងគ្នាណាស្រួយខ្ញោកមួយម៉ាត់ហើយម៉ាត់ទៀតនោះក្រុមតន្ត្រីគេខាងមុខបងឃើញទេគួយញ៉ាំអីបណ្ដាហើយស្ដាប់តន្ត្រីបណ្ដាទៀតអូយជីវិត enjoy សាហាវហ្មងណាមិនទៅណាអស់លុយច្រើនអីឡើងខែឡើងអីនំហត់អីហ្នឹងចិត្តផ្ទះស្រួលដល់ពេលយើងភ្លក់ជាមួយនឹងស៊ីឈွန်យើងវិញម្ដងស៊ីឈွန်ហ្នឹងមានដូចជាឈាមទាប្រហិតគោប្រហិតត្រីដូចជាតៅហ៊ូទេបងណាឆ្ងាញ់ណាស់ខ្ញុំនិយាយមែនហើយខ្ញុំជាមនុស្សម្នាក់ដែលអត់ចូលចិត្តស៊ីឈွန်ហ្នឹងទេខ្ញុំនិយាយមែនណាហើយអាពេលខ្ញុំទិញហ្នឹងក៏ខ្ញុំទិញលក្ខណៈព្រាវដែរយើងចង់និយាយថាចង់សាកអីចឹងណាដល់ពេលមានណាសាក់ឲ្យជាប់ចិត្តបដ ாய் ដកចិត្តលេងហួយបដ ாய் គឺឆ្ងាញ់ក៏គេមែនគឺទឹកស៊ុបគេលក្ខណៈរៀងឈ្ងុយហើយរសជាតិស្រាលណាគឺឆ្ងាញ់ខ្លាំងបងជឿអ្នកលក់ចាំមើលសាឲ្យដល់ជាប់ចិត្តហ្មងអ្នកអត់ចូលចិត្តស៊ីឈွန်អីហ្នឹងជឿទៅសាកសិនទៅហើយពេលនេះលក្ខណៈយើងញ៉ាំហើយយើងដាក់លេងម្ដងយើងដាក់ពហុមកដល់កន្លែងមួយបន្ទាប់ពីយើងញ៉ាំអីហើយនេះគឺមកដល់ហ្នឹងឯងបងណាគឺកៅឡាក់ស្រួយកៅឡាក់នេះគេលីងភ្លាមបងណាហូយក៏ឆ្ងាញ់ដែរកៅឡាក់គីឡូអត់តែ 15,000 ទេនិយាយពីថាជាតិនោះជាតិមកញ៉ាំមើលបងនេះហើយនិយាយទៅគឺកៅឡាក់នៅកន្លែងហ្នឹងគេលីងភ្លាមថ្មីឲ្យយើងហ្មងរសជាតិគឺអែមខ្លាំងដល់ពេលយើងដើរមកដល់មុខតិចមកគឺមេចាប់ផ្ដើមងឹតទៅហើយចាប់ផ្ដើមងឹតទៅហើយយើងនេះក៏ឆ្អែតដែរចឹងយើងដើររកកន្លែងទៅផ្ទះវិញហើយចឹងបាយបងជួបគ្នានៅវីដេអូក្រោយបាយ